បាទសូមគោរពជំរាបសួរខ្ញុំបាទឈ្មោះសឹមរ៉ូសាហើយចំពោះចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ពាក់ព័ន្ធជាមួយនឹងព័ត៌មានคล้ายៗក៏យើងឃើញហើយថាព័ត៌មានคล้ายៗនៅលើសង្គមយើងបច្ចុប្បន្នគឺមានច្រើនអនេកហើយចំពោះផលប៉ះពាល់នៃព័ត៌មានคล้ายៗយើងការចលាចលផងដែរហើយជាពិសេសចំពោះមនុស្សចាស់ដែលគាត់អត់សូវដឹងព័ត៌មានដែលថ្មីគឺគាត់តែងតែមានការយល់ច្រឡំពាក់ព័ន្ធជាមួយនឹងព័ត៌មានទាំងនេះហើយចំពោះខ្ញុំផ្ទាល់ខ្ញុំបាទក៏សូមផ្ដាស់ផ្ដាំទៅកាន់យុវជនសម័យឥឡូវក៏ដូចជាអ្នកដែលប្រើប្រាស់ប្រព័ន្ធសង្គមបច្ចុប្បន្នឲ្យជួយចែករំលែកណាព័ត៌មានដែលពិតហើយមុននឹងយើងចែកចាយយើងក៏គួរណាតែស្រាវជ្រាវមើលឲ្យច្បាស់ថាតើព័ត៌មានហ្នឹងវាពិតឬមួយក៏คล้ายៗកាលណាដែលយើងចែកចាយទៅវាបើសិនជាប៉ះព័ត៌មានដែលពិតអាហ្នឹងគឺធ្វើឲ្យសង្គមយើងល្អប៉ុន្តែបើសិនជាប៉ះព័ត៌មានណាដែលវាមិនពិតមានការខ្លែងបន្លំពីមនុស្សមួយចំនួនដែលគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនគឺធ្វើឲ្យសង្គមរបស់យើងតែងតែកើតចលាចលធ្វើឲ្យមានការវឹកវរជាដើម